ជីវិតខ្ញុំសូមបូជាជូនជាតិខ្មែរទៀតជូនពុកម៉ែក្តីស្នេហ៍ទុកជូនសង្សារកើតជាកូនប្រុសមានឈាមសវណ្ណមិនខ្លាចមរណារាំងសាភពផែនខេមរាផសង្សារអើយអូនសែនកំសត់បាទសួស្តីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូរបស់ខ្ញុំដែលកំពុងតែស្ថិតនៅវត្តពោ5000ដើមបាទជាមួយនឹងបងពាក់មីគ្រឿននិងបាទកលាករផ្ដាល់គុណខ្មែររបស់យើងដែលគាត់បានចូលរួមជាមួយនឹងបងគ្រួសារសពយើងឃើញថាទឹកមុខក្រៀមក្រំបាទបញ្ជាក់ពីអារម្មណ៍សោកស្ដាយសោកសៅម្ដាយក៏បាត់បង់កូនប្រពន្ធក៏បាត់បង់ជាមួយនឹងស្វាមីកូនក៏បាត់បង់ឪពុកបាទរឿងរ៉ាវជាច្រើនដែលបង្កប់បាទសម្រាប់ការកាន់បិណ្ឌនៅថ្ងៃទី8អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់ក៏សូមជូនបុណ្យស្មើគ្នាហើយបងប្អូនយើងបានឃើញស្រាប់ហើយមកវីដេអូរបស់ខ្ញុំបាននេះគឺថាទៅទស្សនភាពទាំងស្រុងដែលរួមមានបាទជាមួយនឹងវត្តមានបងប្អូនដែលជាសិល្បករក៏ដូចបងប្អូនដែលជាពុទ្ធបរិស័ទដែលគាត់ជ្រះថ្លាចូលរួមឧទ្ទិសមគ្គផលកុសលផលបុណ្យទៅដល់កងទ័ពរបស់យើងដែលបានបាទបូជាជីវិតនៅក្នុងបរណភាពការពារទឹកដីហើយខ្ញុំមើលវីដេអូនេះបាទទៅដល់ទីតាំងផ្ទាល់គឺខ្ញុំសង្វេគណាបងប្អូនហើយបាទធ្លាប់តែបុណ្យភ្ជុំធ្លាប់តែមានគ្រួសារនៅជាមួយឥឡូវពួកគាត់លែងមានគ្រួសារនៅជាចំហទៀតហើយជាជនយើងដើរមើលមកក្រោមសម្លឹងមើលមកកូននៅខាងក្រៅចង់ឲ្យប៉ាទៅកាន់សុគតិភពហើយបាច់បារម្ភពីការនេះទេចាំខ្ញុំមើលថែជាគ្រួសារជាមួយគាត់បងណាខ្ញុំច្រៀងគ្រាន់តែអួលដើមកឯងប៉ុន្តែនៅពេលដែលខ្ញុំឃើញកូនស្រីកងទ័ពក៏ស្ដាប់បទចម្រៀងនេះកំសត់ពេកគាត់ស្រក់ទឹកភ្នែកគាត់ស្រែកយំខ្ញុំក៏មានអារម្មណ៍ថាស្រក់ទឹកភ្នែកនៅនឹងភ្លាមតែម្ដងអារម្មណ៍មួយនេះខ្ញុំមិនអាចទៅសឹងថាមិនអាចទទួលយកបានលោកអ៊ំគាត់ដើរមកនិយាយថាពេលអ៊ំស្ដាប់ចម្រៀងនេះហើយអ៊ំកាន់តែនឹកប្តីមីងកាន់តែនឹកប្តីខ្ញុំមានអារម្មណ៍ថាសង្វេគមែនតើអញ្ចឹងខ្ញុំពិតជាជួយរំលែកទុកដល់បងពិតមែនជួយរំលែកទុកពិតមែនអស់ខ្យល់ហាក្តៅមិនត្អូញរុញរាយឆន្ទៈកាពីព្រំដែនទឹកដីមិនខ្លាចនឿយហត់មិនខ្លាចយប់ថ្ងៃពលីដើម្បីរក្សាសន្តិភាពរាជប៉ុនរឿងជាតិឆ្ងាយប្រពន្ធកូនទោះបីត្រូវសូនក៏មិនបកក្រោយបូជាសាឈាមជូនជាតិខ្មែរហើយប្រពន្ធបងអើយអូនគុំតចិត្ត